ជុំរៀបសួរអូនពូមីងយាយតាទាំងអស់គ្នាថ្ងៃនេះខ្ញុំចាប់ផ្ដើមទៅកាត់លឹកដើម្បីមកវិចនំគមនិយាយទៅខ្ញុំចង់ហូបនំគមយូរណាស់ហើយអ្នកទាំងអស់គ្នាប៉ុន្តែដោយសារតែយើងចេះតែចាំថាថ្ងៃនេះប៉ុន្តែថ្ងៃនេះគឺខ្ញុំទៅកាត់លឹកចេកដើម្បីមកវិចនំគមហ្នឹងហើយនិយាយមែនលឹកចេកហ្នឹងគឺសម្បូរទៅលឹកទេអ្នកទាំងអស់គ្នាប៉ុន្តែរកថាលឹកណាល្អមិនចង់មានទេដោយសារតែវាសម្បូរទៅអាលហែកហ្នឹងហើយខ្ញុំកំពុងតែរៀបចំរមើលថាអាណាល្អដើម្បីយកមកកាត់ហើយក៏ឆ្លៀតពេលមើលនិយាយទៅខ្ញុំមិនដឹងថាចេកហ្នឹងចេកឈ្មោះអីទេអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាដឹងចាំជួយប្រាប់ខ្ញុំផងហើយចេកហ្នឹងក៏ខ្ញុំសួរអ្នកជិតខាងទេទៅគេអ្នកជិតខាងគេថាចេកហ្នឹងចាស់ហើយក៏ខ្ញុំក៏កាត់ដើម្បីយកមកបន្ទុំហើយពេលកាត់យកមកហើយក៏ខ្ញុំឆ្លៀតពេលដើម្បីយកលឹកហ្នឹងយកទៅផ្ទះយកទៅហាលអីផ្ទះទៅវាស្រួលកុំឲ្យយើងប៉ាមកពី3ដងហត់ទៅអ្នកទាំងអស់គ្នាដោយសារតែយើងកាត់នេះមិនមែនកាត់ពេលល្ងាចឯណាកាត់ពេលថ្ងៃមកពេលកាត់សក់វិញក៏មានអីនឹកឃើញគឺកាត់ភ្លាមបារហើយហត់ក៏ហត់ក្តៅក៏ក្តៅនិយាយទៅពេលនឹកឃើញទៅលែងចង់ហូបនំបារហើយប៉ុន្តែធ្វើម៉េចមកដល់ចំណុចនេះហើយយើងចាប់ផ្ដើមត្រូវតែធ្វើវានឹងឯងធ្វើម៉េចចាប់ចំចុកដើមហើយនេះកំពុងតែរៀបចំកាត់លឹកហើយតម្រឹមលឹកធ្វើម៉េចឲ្យវាស្អាតនិយាយទៅអ្នកទាំងអស់គ្នាកាត់ហ្នឹងធ្វើម៉េចគឺកាត់ឲ្យវាកវងអ្នកទាំងអស់គ្នាដើម្បីយើងស្រួលវិចបើថាវាអត់កវងវាពិបាកវិចហើយខ្ញុំនេះកាត់អត់បានកវងដូចគេទេអ្នកទាំងអស់គ្នាអើយខ្ញុំព្រៀងទេប៉ុន្តែមានអីគឺចេញមកគឺអាចទទួលយកបានតែអ្នកទាំងអស់គ្នាហើយខ្ញុំកាត់នឹងក៏មិនមែនជាជំនាញរបស់ខ្ញុំដែរបើថាមិនវិចខ្ញុំអូខេអាចយកបានប៉ុន្តែបើថាត្រឹមមកកាត់អីគឺថាខ្ញុំពិបាកដែរមើលអ្នកទាំងអស់គ្នាលឹកដែលខ្ញុំកាត់មើលទៅស្អាតអត់អ្នកទាំងអស់គ្នានិយាយទៅអាចមកទទួលយកបានហើយនេះខ្ញុំកាត់រៀបចំរួចអស់ហើយក៏យកទុកវាព្រោះអីស្អែកយើងត្រូវការវិចអញ្ចឹងទៅយើងរៀបចំទុកឲ្យហើយកុំឲ្យវាពិបាកហើយនេះមកដល់ហើយខ្ញុំកំពុងតែរៀបចំនឹងលីគ្រឿងដើម្បីវិចនិយាយទៅអត់មានអីច្រើនទេអ្នកទាំងអស់គ្នាមានស្ករមានខ្លាញ់មានស្នូលមានទឹកនឹងឯងអ្នកទាំងអស់គ្នាអើយយើងទឹកហ្នឹងគឺយើងដាក់ធ្វើម៉េចឲ្យវាល្បាយជាមួយម្សៅហ្នឹងគឺឲ្យវាចូលគ្នាអ្នកទាំងអស់គ្នាដើម្បីងាយស្រួលយើងវិចហើយនេះខ្ញុំរៀបចំនឹងវិចហើយនិយាយទៅគឺអត់ស្អាតទេអ្នកទាំងអស់គ្នាអើយដោយសារតែលឹកហ្នឹងវាធំឯស្នូលយើងធ្វើហ្នឹងគឺវាតូចដល់ពេលជាងទៅលឹកវាវែងជាងទៅវាពិបាកប៉ុន្តែមានអីអ្នកទាំងអស់គ្នាទទួលយកបានហើយកាត់លឹករួចអស់ហើយក៏ខ្ញុំជាពេលដើម្បីមកសម្អាតចក្រានព្រោះអីចក្រានវាមានផេះច្រើនហើយភ្លើងហ្នឹងខ្ញុំប្រកាត់ឡើង2ដងអ្នកទាំងអស់គ្នាបានវិឆេទដោយសារយើងប្រើចក្រានលើយើងអត់ប្រើចក្រានហ្គាសឯណាត្រឹមតែវិឆេទហើយក៏ខ្ញុំឆ្លៀតពេលទៅយកឆ្នាំងដើម្បីយកមកចំហុយនំនិយាយទៅខ្ញុំប្រើហ្នឹងគឺខ្ញុំប្រើឆ្នាំងដាក់បាយឆ្នាំងធំទេដោយសារតែខ្ញុំអត់មានឆ្នាំងគេហៅថាឡាំងសឹងអ្នកទាំងអស់គ្នាដើម្បីចំហុយទេអញ្ចឹងគឺខ្ញុំប្រើឆ្នាំងនឹងជំនួសវិញហើយការប្រើឆ្នាំងនេះជំនួសគឺមួយយ៉ាងម្នាក់ទេអ្នកទាំងអស់គ្នាគាត់តែអ្នកទាំងអស់គ្នាដាក់ទឹកហើយអ្នកទាំងអស់គ្នាយកលឹកចេកហ្នឹងដើម្បីយកមកទ្រាប់នំហ្នឹងគឺយើងដាក់យកលឹកចេកហ្នឹងយកមកដាក់នៅក្នុងទឹកនឹងធ្វើម៉េចឲ្យទឹកនឹងវាទាបជាងលឹកចេកអ្នកទាំងអស់គ្នាដាក់លឹកចេកឲ្យច្រើនទៅកុំឲ្យលឹកចេកវាតិចទឹកវាច្រើនគឺវាចូលនំយើងហើយអញ្ចឹងគឺធ្វើម៉េចឲ្យលឹកនឹងវាច្រើនយើងរីលុកយ៉ាងណាគឺធ្វើម៉េចគឺឲ្យវាមកល្មមទៅអ្នកទាំងអស់គ្នាអើយពេលយើងរីលុកមកល្មមហើយយើងចាប់ផ្ដើមយកនំហ្នឹងយកមកតម្រៀបនៅលើក្នុងឆ្នាំងហ្នឹងធ្វើម៉េចឲ្យវាស្អាតបាតឲ្យស្មើគ្នាល្អធ្វើយ៉ាងម៉េចកុំឲ្យវាផ្ងាអ្នកទាំងអស់គ្នាពេលយើងរៀបចំរួចហើយយើងយកលឹកចេកហ្នឹងមកទ្រាប់ពីលើវាធ្វើម៉េចកុំឲ្យវាញើសហ្នឹងវាប៉ះនៅនឹងនំយើងអ្នកទាំងអស់គ្នាហើយពេលហ្នឹងគឺរួចហើយអ្នកទាំងអស់គ្នាយើងចាំតែឲ្យវាឆ្អិនទៅបានហើយការចម្អិនហ្នឹងវាមិនយូរណាស់ទេហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់